បាទសួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នារបៀបគណនាបរិមាណស៊ីម៉ង់តនិងខ្សាច់ចំពោះការងារបូកដើមឡើយយើងត្រូវរកបរិមាណក្នុង1ការ៉េសិនណាបាទករណីនេះគឺខ្ញុំលើកយកយើងបូកកម្រាស់2ហ៊ុនអញ្ចឹងយើងត្រូវរកមៀត 3អក្នុង1ម៉ែត្រការ៉េយើងបាន1ម៉ែត្រគុណ1ម៉ែត្រគុណជាមួយនឹង2ហ៊ុនមកយើងបានប៉ុណ្ណេះមៀតរបស់វាមែនទេបាទក៏ប៉ុន្តែមៀត 3អយើងត្រូវស្ពែទុកដែរករណីវាអញ្ចឹងយើងអត់ស្មើហើយកំហាត់បងតិចតួចអញ្ចឹងទៅយើងគុណយើងបូកថែម 30% ទៀតនៃមៀតបេតុងនេះណានេះនៃនេះអញ្ចឹងយើងបូកថែម 30% អញ្ចឹងបើយើងបូកថែមយើងមិនបាច់ចាំគុណរាប់ភាគរយទេយើងគុណយកនឹង 1.3 ហ្មងទៅគឺស្មើនឹងយើងបូកថែម 1% សំទោសបូកថែម 30% ហ្នឹងហើយអញ្ចឹងយើងគុណដូចខ្ញុំធ្វើនេះទៅគឺយើងបានប៉ុណ្ណេះមៀត 3អដែលយើងត្រូវប្រើហ្នឹងណាបាទក៏ប៉ុន្តែអាហ្នឹងគឺជាមៀតសើមទេមៀតសើមដែលយើងយកទៅប្រើអញ្ចឹងដើម្បីបំលែងរកឲ្យបានបរិមាណស៊ីម៉ង់បងប្អូនយើងត្រូវបំលែងវាទៅជាមៀតស្ងួតវិញអញ្ចឹងមៀតស្ងួតមេគុណរបស់វាគឺ 1.33 ណាអញ្ចឹងយើងយកអាមៀតសើមរបស់យើងហ្នឹងនេះយកមកគុណជាមួយ 1.33 គឺយើងឃើញមៀតស្ងួតដល់ពេលដែលមេគុណនេះមេគុណស្ងួតរបស់យើងគឺ 1.33 អញ្ចឹងដល់ពេលយើងបានអាមៀត 3អស្ងួតហ្នឹងហើយបានយើងអាចមកគណនាបរិមាណស៊ីម៉ង់របស់យើងបានបាទអញ្ចឹងបរិមាណស៊ីម៉ង់របស់យើងករណីនេះគឺយើងលាយ1លើ4បើសិនតើអ្នកគ្នាលាយ1 6 1 5វានឹងខុសគ្នាទៅតាមហ្នឹងណាតែអ្នកគ្នាអាចគណនាតាមលំនាំនេះបានអញ្ចឹងទី1គឺកាលនេះខ្ញុំលាយ1ភាគ4អញ្ចឹងមានន័យថាស៊ីម៉ង់1ភាគខ្សាច់4ភាគបើសិនជាយើងវាល់ជាជាធុងស៊ីម៉ង់1ធុងខ្សាច់4ធុងតោះណាបាទបន្តមកទៀតយើងគណនាបរិមាណអានេះខ្ញុំលាយ1ភាគ4អញ្ចឹងបរិមាណស៊ីម៉ង់របស់យើងគឺយើងបាន1ចែក5នេះគឺបានមកពី1បូក4សរុបណាមៀតសរុបរបស់យើងគឺសរុបសមាមាត្រសរុបរបស់យើងហ្នឹងណាបរិមាណសរុបរបស់យើងគឺយើងប៉ុន្តែដោយសារតែស៊ីម៉ង់របស់យើងប្រើតែ1ទេអញ្ចឹងយើងបាន1ចែក5អញ្ចឹងយើងយក1ចែក5គុណជាមួយនឹងមៀត3អស្ងួតរបស់យើងនេះណាបាទនេះបានមកពីនេះអញ្ចឹងយើងគុណទៅយើងបានប៉ុណ្នេះម៉ែត្រគីបអានេះយើងគិតជាម៉ែត្រគីបណាអញ្ចឹងក្នុង1ការ៉េគឺយើងត្រូវការប្រើស៊ីម៉ង់0.069 ម៉ែត្រគីបដល់ឡែកបរិមាណស៊ីម៉ង់យើងគិតជាធុងធម្មតាធំមួយធុង Pepro វាប្រហែលជា20លីត្រណាអញ្ចឹងប្រហែលជា20លីត្រអញ្ចឹងវាស្មើនឹង 0.02 ម៉ែត្រគីបអញ្ចឹងយើងយកអាមៀតស៊ីម៉ង់ហ្នឹងយើងចែកជាមួយនឹងធុង Petro របស់យើងហ្នឹងមកអញ្ចឹងយើងអត់ដល់កន្លះធុងទេមែនទេចម្លើយចុងក្រោយរបស់យើងគឺក្នុង1ម៉ែត្រការ៉េស៊ីម៉ង់របស់យើងអត់ប្រើដល់កន្លះធុងទេតែ 0.34 ទេ 0.345 ធុងតោះណាអញ្ចឹងវាអត់ដល់កន្លះធុងផងក្នុង1ការ៉េណាបាទប៉ុន្តែបើយើងគិតជាបាវយើងបានប្រមាណអញ្ចឹងយើងយកអានេះយើងយកអាមៀតស៊ីម៉ង់ក្នុង1ការ៉េរបស់យើងហ្នឹងយើងយកមកចែកជាមួយនឹង 0.035 ម៉ែត្រគីបនេះ 0.035 ម៉ែត្រគីបនេះគឺជាមៀតរបស់ស៊ីម៉ង់ក្នុងមួយបាវតោះណាមៀតរបស់ស៊ីម៉ង់ក្នុងបាវគឺបែបផើប៉ុណ្ណឹងវាអាចលៀងខុសគ្នាតិចតួចក៏ប៉ុន្តែយើងយក 0.035 ហ្នឹងទៅបាទមកចែកទៅវាឃើញប៉ុណ្នេះអញ្ចឹងវាអត់ដល់មួយបាវទេបងប្អូនគឺ 0.1 បើ 0.5 បានវាកន្លះបាវតោះណាអញ្ចឹងវាអត់ដល់កន្លះបាវទេអានេះយើងគិតជាបាវយើងឃើញប៉ុណ្ណឹងបន្តមកទៀតយើងគណនាបរិមាណខ្សាច់វាយើងមានយើងប្រើ4ភាគនៃស៊ីម៉ង់អញ្ចឹង4យើងចែកជាមួយនឹង5គឺមកពីអា1បូក4សរុបណាបើសិនតើអរគ្នាលាយសមាមាត្រមានថាខ្សាច់ស៊ីម៉ង់1ធុងខ្សាច់6ធុងតើអរគ្នាបាន7ត្រូវចែកជាមួយនឹង7អញ្ចឹងបានតើអរគ្នាត្រូវបានកន្លែងនេះត្រូវបាន6ចែក7ដល់ឡែកកន្លែងនេះត្រូវបាន1ចែកជាមួយនឹង7ខុសគ្នាអាហ្នឹងយើងនេះមេគុណខាងមុខនេះគឺយើងយកទៅតាមសមាមាត្ររបស់យើងហ្នឹងតោះនេះ proportion របស់យើងហ្នឹងអញ្ចឹងយើងមករកមៀតខ្សាច់របស់យើងគឺបាន4ចែក5អញ្ចឹង4ចែក5យើងគុណជាមួយនឹងមៀតស្ងួតរបស់យើងនេះ
miệt IO ស្ងួតរបស់យើងហ្នឹងគុណមកយើងបានប៉ុណ្ណេះម៉ែត្រគីបតោះណាបាទប៉ុន្តែខ្សាច់យើងអាចគុណម្លែងទៅជាធុងដែរមកធុងដូចគ្នាអញ្ចឹងណាអញ្ចឹងខ្សាច់នេះយើងយកមកចែកជាមួយនឹង 0.02 ម៉ែត្រគីបមកដោយសារតែមួយធុងមៀតរបស់មួយធុងគឺប្រហែលប៉ុណ្ណឹងអញ្ចឹងចែកទៅគឺបាន 1.38 ធុងពេលថាវាបានមួយធុងជាងអត់ដល់មួយធុងកន្លះទេតោះណាមួយធុងជាងចិត្តមួយធុងកន្លះអញ្ចឹងឃើញប៉ុណ្ណឹងក្នុង1ការ៉េត្រូវការខ្សាច់មួយធុងចិត្តមួយធុងកន្លះតោះនេះអត់ដល់មួយធុងកន្លះទេបាទអញ្ចឹងយើងឧទាហរណ៍បើសិនជាយើងមានផ្ទៃដែលយើងត្រូវបូកហ្នឹង50ការ៉េយើងបូកកម្រាស់ពីហ៊ុនដែរអញ្ចឹងបរិមាណស្មងរបស់យើងយកមកនេះយើងយកអានេះយើងរកឃើញបើយើងចង់គិតជាធុងយើងយកអានេះយើងយកអានេះមកនេះគឺអានេះហ្នឹងឯងតោះណាយើងគុណជាមួយនឹង50ការ៉េរបស់យើងមកឃើញប៉ុណ្ណេះធុងអញ្ចឹងបើយើងចង់គិតជាបាវយើងយកអានេះ 0.197 ហ្នឹងណាគុណជាមួយនឹង50មកយើងឃើញគិតជាបាវប្រហែលបាវហើយតោះណាបាទអញ្ចឹងខ្សាច់ក៏ដូចគ្នាដែរខ្សាច់យើងយកអានេះគិតជាធុងហ្នឹងអញ្ចឹងគុណជាមួយនឹងការ៉េ50ការ៉េហ្នឹងទៅយើងឃើញនេះប៉ុណ្ណេះធុងតោះណាបាទប៉ុណ្ណឹងតកតងរបៀបក្នុងការរកបរិមាណខ្សាច់ហើយនឹងស៊ីម៉ង់គីឡូនេះវាអាចនឹងលៀងខុសគ្នាតិចតួចវាទៅតាមអត់ដែលយើងរៀបហ្នឹងវាស្មើត្រង់ឬអត់អញ្ចឹងអាចរកទៅប៉ុន្តែយើងអាចយកអានឹងជាគោលបានអញ្ចឹងយើងជួបគ្នានៅវីដេអូបន្តទៀត